ពួកគេមានសិទ្ធិរកមេធាវី24ម៉ោងឲ្យទូរស័ព្ទដៃមកខ្ញុំជប់សិនហាមប្រើទូរស័ព្ទដៃលោកមេធាវីទើបអាចប្រើបានតែវាជារបស់យើងសួស្តីអូនសួស្តីយ៉ាងម៉េចទៅហើយបងណែណាស់ហ្នឹងគេកូនរបស់យើងវាអាយុបាន1ខែហើយណាតែចង់ឃើញទេចង់និយាយជាមួយគេទេឲ្យគេនិយាយជាមួយបងបន្តិចបើនិយាយជាមួយប៉ាតែកូនកូនសម្លាញ់ប៉ានឹកកូនខ្លាំងណាស់បងតើបងមកពេលណាអូនទៅចាំបងនៅមជ្ឈមណ្ឌលចិញ្ចឹមទីរួមមុនចោះណាខ្ញុំចង់ចេញនៅថ្ងៃនេះណាបាទអាឡូអញ្ចឹងហ៎តោះពួកយើងប្រញាប់ទៅពេលនេះលោកធ្វើការយ៉ាងម៉េចនឹងជាផ្លូវការក្នុងពេលនេះស្អែកនេះលោកអាចចាប់ផ្ដើមធ្វើការតាមគោលដៅបានហើយបានត្រូវការអ្វីបន្ថែមទេមិនចាំបាច់ទេគេបាននិយាយប្រាប់ខ្ញុំថាលោកអឿងគេកំពុងតែធ្វើអ្វីផ្ដេសផ្ដាសហើយលោកគួរតែដឹងថាតើតើយើងមានភស្តុតាងគ្រប់គ្រាន់ទើបយើងអាចចាប់កំហុសទៅលើគេបានក៏មករត់ទៀតទៅមិនក៏មករត់ទៀតទៅយ៉ាមករត់ទៀតទៅកុំវាយខ្ញុំបានហើយឲ្យវាលូតចុះទៅចាប់លូតចុះទៅមិនក៏មិនលូតចុះទៅ
ឈប់ភ្លាមទៅឈប់លោកគិតថាខ្ញុំមិនហ៊ានបាញ់លោកទេអប៉បានហើយគ្មានចិត្តជាមនុស្សទេម្នាក់នឹងសម្លាប់គ្នាយើងតែមិនគួរធ្វើយ៉ាងនេះទេខ្ញុំក៏យល់អញ្ចឹងដែរតែការស្លាប់គ្នារបស់យើងវាត្រូវទទួលខុសត្រូវទទួលខុសត្រូវស្អីបានហើយសុទ្ធតែគ្នាឯងទេចង់បាញ់មកលោកក៏អញ្ចឹងដែរប្រាំលោកក៏ធ្វើយ៉ាងម៉េចទៅលោកធ្វើយ៉ាងម៉េចទៅតើលោកត្រូវការអីនេះមិនមែនជាការធ្វើជំនួញទេលោកត្រូវដឹងពីជីវិតរបស់គ្នារបស់យើងណាលោកចង់ធ្វើតាមអំពើចិត្តហ៎មែនកូនប្រុសត្រូវហ៊ានស៊ីត្រូវហ៊ានសងលោកធ្វើឲ្យនេះមិនល្អសម្រាប់ខ្ញុំទេយើងតាមដានវាយូរហើយណាជារឿងរបស់លោកទេតែវាធ្វើមកលើខ្ញុំឃើញពួកយើងស្លាប់យ៉ាងវេទនាខ្ញុំទ្រាំអត់បានទេតែយើងត្រូវចាំវាខ្លោចរបស់បើលោកគិតអញ្ចឹងរបស់ខ្លាយទាំងអស់នោះមិនក៏លោកមិនទៅចាត់ការវាទៅនៅឈរនៅទីនេះធ្វើអីទៀតពេលនេះលោកមានដឹងខ្លួនថាលោកធ្វើខុសទេខ្ញុំដែរខ្ញុំធ្វើខុសតែខ្ញុំមិនអាចទ្រាំអោនក្បាលឲ្យពួកវាធ្វើបាបយើងបន្តទៅទៀតទេខ្ញុំត្រូវតែកំទេចពួកវាតែលោកធ្វើនេះដូចជាវាយស្មៅបង្អើលពួនអញ្ចឹងអ្វីដែលត្រូវបង្វិលនៅពេលនេះគឺបង្វិលដួងចតានិងឧបសគ្គមានស្គាល់ពួកខ្មាំងកំភ្លើងទេអត់ស្គាល់ទេអត់ស្គាល់ទេប្រឹងទៅដាក់ទៅខេនដាក់ទៅធាក់ទៅវាយទៅលោតធាក់ទៅឈ្នះហើយជាយកឈ្នះខ្ញុំឈ្នះហើយឯងឈ្នះហើយលេខតា